ខ្ញុំត្រូវតែនិយាយនៅពេលនេះពីព្រោះមានមនុស្សច្រើនដែលគេមិនហ៊ាននិយាយគេមិនចង់និយាយឬក៏គេមិនអាចនិយាយបានមានគេថាបើសិនជាបើឯងនិយាយគេរុញមកឯងឲ្យនិយាយហ្នឹងដើម្បីឲ្យខូចមុខខូចមាត់ខ្ញុំថាខ្ញុំអត់ដែលស្ដាយទេអារឿងមុខមាត់ខ្ញុំពីព្រោះខ្ញុំនិយាយនៅទីនេះគឺដើម្បីផលប្រយោជន៍របស់សង្គមខ្ញុំបើអ្នកនយោបាយទាំងឡាយណាដែលរួមគំនិតបំផ្លិចបំផ្លាញជាតិដែរណាចង់រិះគន់ឬក៏ចង់បដិសេធខ្ញុំកន្លែងនេះអញ្ជើញមកសប្បាយខ្ញុំអត់តែខ្វល់ទេចឹងនិយាយចឹងណាពីព្រោះអ្វីដែលខ្ញុំនិយាយនៅទីនេះខ្ញុំចង់ឲ្យបង្ហាញឲ្យឃើញថាទាំងអ្នកដែលតស៊ូជាមួយនឹងដែលនៅឯសមរភូមិពិតប្រាកដហ្នឹងនៅក្នុងប្រទេសណាហើយនឹងទាំងអ្នកដែលកំពុងតែរួមដំណើរជាមួយនឹងអ្នកនយោបាយសម្រាប់បង្កើតព្រឹត្តិការណ៍នានាហ្នឹងឲ្យស្គាល់ថាកន្លែងណាគឺជាសមរភូមិពិតរបស់យើងអញ្ចឹងបើសិនជាយើងស្គាល់សមរភូមិពិតហើយឧបមាថាបងប្អូនស្គាល់សមរភូមិពិតហើយខ្ញុំសួរមួយទៀតថាចុះយើងចាំស្អីទៀតយើងចាំអ្នកណាយើងចាំដល់ពេលណាយើងចាំដល់ពេលណាដើម្បីទៅប្រយុទ្ធដើម្បីទៅស្ដារដើម្បីទៅប្រឡូកដើម្បីទៅយកជោគជ័យនៅលើសមរភូមិដែលយើងមើលឃើញថាទីណាឬក៏អ្វីដែលជាសមរភូមិពិតរបស់យើងណាបងប្អូនរាល់ថ្ងៃគេបង្វក់យើងឬក៏គេបង្ហាញយើងគេធ្វើឲ្យយើងឃើញគេឲ្យយើងមើលឃើញចិនតាមមតិរបស់នីសវណ្ណណាគេឲ្យយើងមើលឃើញចិនគេឲ្យអ្នកនយោបាយមើលឃើញចិនគេឲ្យអ្នកដែលឈឺចាប់ឬក៏អ្នកដែលកំពុងតែរស់នៅក្នុងរបបនយោបាយបច្ចុប្បន្នណាមើលឃើញចិនរួចហើយថ្មីនេះគេបង្កើតឲ្យយើងមើលឃើញថៃគឺជាសត្រូវរបស់ខ្មែរយើងអានេះតាមមតិរបស់នីសវណ្ណណាខ្ញុំឯកភាពនេះគឺជាវិធីឬក៏ជាគេហៅថាតាក់ទិចនយោបាយរបស់គេយើងអត់ស្គាល់សត្រូវពិតទេរាល់ថ្ងៃយើងអត់ស្គាល់សត្រូវពិតទេដឹងខ្លាចអីទេខ្លាចខ្លាំងជាងគេខ្លាចចិនលេបកម្ពុជាខ្លាចចិនយកកម្ពុជាធ្វើជាភូមិសាស្ត្រនយោបាយខ្លាចថៃឈ្លានពានយកកម្ពុជាណាអ្នកខ្លះថាធ្វើនយោបាយនេះដើម្បីតាក់ទាញប្រជាប្រិយភាពតាក់ទាញចិត្តសាស្ត្រតាក់ទាញការគ្រប់គ្រងពីពលរដ្ឋខ្ញុំចេះតែនិយាយក្នុងចិត្តខ្លួនឯងហើយខ្ញុំមិនដែលហ៊ានថាឲ្យអ្នកណាទេខ្ញុំគិតថាអ្នកទាំងអស់ហ្នឹងស្មានថាពលរដ្ឋហ្នឹងណាគាត់ភាសាបាយនឹងត្រឡោកក៏មិនដឹងបានជាប្រើល្បិចកលគ្រប់យ៉ាងសម្បីហ៊ុនសែនដែលកំពុងតែបបប្រាស់ដែលកំពុងតែប្រើវិធីគ្រប់យ៉ាងដើម្បីបំភាន់សាធារណមតិគ្រប់យ៉ាងនេះណាស្មានតែពលរដ្ឋនឹងយល់អញ្ចឹងស្មានតែពលរដ្ឋជឿអញ្ចឹងអត់ទេវាគ្រាន់តែនៅក្នុងលក្ខខណ្ឌត្រង់ថាហ៊ាននិយាយឬក៏មិនហ៊ានតែប៉ុណ្ណឹងហើយនឹងហ៊ានធ្វើដើម្បីប្រតិកម្មហ៊ានឬក៏មិនហ៊ានប៉ុណ្ណឹងឯងដូច្នេះយើងទាំងអស់គ្នាដែលនៅទីនេះបងប្អូនដែលមកនៅក្នុងកិច្ចពិភាក្សារបស់យើងនេះណាហើយខ្ញុំហៅថាកិច្ចពិភាក្សាទៅចុះពីព្រោះខ្ញុំជាទូទៅការសម្ដែងមតិរបស់ខ្ញុំមិនដែលអត្តនោមាទទេខ្ញុំចង់សួរយោបល់របស់បងប្អូនខ្ញុំចង់បានមតិរបស់បងប្អូនច្រើនជាងរួចហើយបានយើងមកសង្ខេបវាថាតើវានៅក្នុងរូបភាពមួយណាតាមទស្សនៈរបស់ខ្ញុំអីចឹងណា